រាល់ព្រឹកម៉ោង 6 ជប៉ុនបានប្រមូលកូលីហៅឈ្មោះរួចចាត់ឲ្យទៅធ្វើការរៀងខ្លួនអ្នកកំណែនរទេះត្រូវជប៉ុនចាត់ឲ្យទៅដឹកថ្មអ្នកមានតែសម្បកខ្លួនត្រូវវាចាត់ឲ្យទៅធ្វើការងារផ្សេងទៀតខ្លះត្រូវចាត់ឲ្យទៅកាប់កូនឈើខ្លះត្រូវបង្ខំឲ្យជីករួមត្រង់សេឯចំណែកលឹមនិងតាមួយត្រូវជប៉ុនចាត់ឲ្យជញ្ជូនដុំថ្មក្រាលឬផ្លូវយន្តហោះពូជន្តងពេលនេះជាកន្លែងប្រមូលផ្ដុំអ្នកស្រែចម្ការគ្រប់ខេត្តក្រុងនាយអ៊ូចនៅស្រុកកណ្ដាលស្ទឹងមិនទាន់កាន់កាតលេសេផងក៏ត្រូវចាប់កំណែនជប៉ុនដែរវាមកជួសឪវាដែលរវល់ចាំពោះម៉ែវាតាសឹមអាយុ60ឆ្នាំនៅខេត្តកំពង់ស្ពឺក៏ត្រូវរាជការកេណ្ឌយកមកដែរពូពូនចំណាស់ពាក់កណ្ដាលមនុស្សមកពីខេត្តតាកែវពូធុចនិងគ្នាគាត់ច្រើនទៀតដែលបានកិច្ចកំណែនឧដុង្គមករកស៊ីក្រុងភ្នំពេញក៏ត្រូវគេចាប់គៀយកមកដែរស្រីខ្មែរវៀតណាមចាស់ក្មេងក៏បានមកជាប់គូលីតាមឡានជប៉ុនដែរឡាក់ធ្វើការយូរថ្ងៃទៅកំណែននៅក្នុងក្រោលរបងលួសបន្លាព័ទ្ធជុំវិញបានស្គាល់រាប់អានគ្នាទៅវិញទៅមកកំណែនដែលមានឋានៈដូចគ្នាទទួលការជិះជាន់ដូចគ្នាបានចែករំលែកទុកសោកគ្នាកំណែនឧស្សាហ៍ប្រជុំជជែកគ្នាលេងជាក្រុមសួររកហេតុភេទដែលបណ្ដាលឲ្យខ្លួនវេទនាឲ្យជប៉ុនចូលស្រុកឲ្យបារាំងជិះជាន់ធ្វើបាបប្រជារាស្ត្រការប្រជុំគ្នាពេលល្ងាចបាយរួចជាទម្លាប់នៃពួកកំណែនគេជជែកគ្នាតែសពតែគ្រប់ខ្លះត្អូញប្រាប់គ្នាពីការពរ៉ាល់កំហុសកំហែងពីថ្ងៃខ្លះខឹងនឹងជប៉ុនវាយក្បាលខ្លះនិយាយរឿងសះល្បែងចិនវង្សសាំងសិលជ័យខ្លះនិយាយរឿងថ្មិញជ័យខ្លះច្រៀងរឿងអាឡេវខ្លះទៀតនិយាយពីរឿងគ្រួសារដែលខ្លួនត្រូវបង្ខំចាកចោលមកនៅយប់មួយជាយប់ខែភ្លឺព្រះច័ន្ទពេញវង្សកំណែនបានប្រជុំគ្នាជាច្រើនវង្សមួយវង្សមានគ្នាចាប់ពី20នាក់បាននិយាយពីនេះពីនោះក្នុងវង្សដែលលឹមនៅជាមួយតាមួយចាស់ជាងគេបានចាំរឿងបារាំងធ្វើបាបច្រើនបានផ្ដើមសួរដល់ថ្ងៃណាបានយើងជប់ជាប់កំណែនខ្ញុំតាំងពីកើតមកជាប់កំណែនរាល់ឆ្នាំបន្តិចត្រូវគេកេណ្ឌធ្វើថ្នល់បន្តិចត្រូវគេកេណ្ឌធ្វើផ្សារឆ្នាំនេះជាប់កំណែនជប៉ុន2លើកហើយសំឡេងមួយបានឆ្លើយកាត់បើចង់រួចកំណែនមានតែកុំធ្វើរាសព្រោះរាសត្រូវធ្វើខ្ញុំគេត្រូវធ្វើកំណែនបើចង់កុំឲ្យជាប់កំណែនត្រូវធ្វើនិមឺនត្រូវទៅបម្រើព្រះអង្គម្ចាស់ណាមួយនៅភ្នំពេញធ្វើនិមឺនទាំងអស់គ្នាដូចម្ដេចបានហើយបើធ្វើអស់ទៅបាននរណាធ្វើស្រែតំណែងនិមឺនមានតិចណាស់មិនគ្រប់គ្នាឡើយតាមួយបានឆ្លើយតាលេងមេទូចទៀបបានឲ្យយោបល់ថាដល់ជប៉ុនឈប់ច្បាំងកាលណាយើងលែងជាប់កំណែនហើយតាច្រឡំហើយសំឡេងច្រើនបានស្រែកកំណែនមានតាំងពីមុនជប៉ុនម្លេះសង្គ្រាមឈប់យើងក៏នៅតែធ្វើកំណែនដដែលចុះគិតដូចម្ដេចទៅឲ្យរួចពីកំណែនខ្ញុំទាល់ហើយមួយជីវិតនេះស្គាល់តែគេកេណ្ឌហើយស្គាល់តែគេកំហែងតគ្នាមកថាប្រយ័ត្នបារាំងចាប់បារាំងបាញ់បារាំងរោលបារាំងដោតបារាំងកាត់កបើមិនបង់ពន្ធឲ្យឆាប់បើរឹងរូសមិនធ្វើកំណែននៅមុខពាក្យសួរតាលេងកំណែនគ្រប់គ្នាដែលបានស្ដាប់នៅស្ងៀមត្រឹងតែមួយស្របក់ក្រោយមកសំឡេងច្រើនបានបញ្ចេញយោបល់ប្លែកៗគ្នាអ្នកដែលបានសង្ងំខ្លះក៏ជួយឲ្យយោបល់ដែរគេឮសំឡេងឆ្លើយឆ្លងយើងគិតមិនឃើញទេដេកទៅកុំជជែកគ្នាថ្លង់ណាស់មានតែលួងមានតែកងស្អីទេដែលអាចដោះស្រាយពាក្យសួរតាលេងយើងរិះគិតអ្វីកុំខ្វល់រឿងស្រុកទេសនោះនៅមុខយោបល់ខ្វែងគ្នាដូចនេះលឹមបាននិយាយមួយហុចជាយោបល់ថានៅក្នុងសង្គមខ្មែរយើងមាន2ក្រុម
ក្រុមបារាំងជប៉ុននិងដៃជើងរបស់វាជាមេប្លន់ជិះជាន់សង្កត់សង្កិនយើងគ្រប់គ្នាដើម្បីគេដេកស៊ីស្រួលនិងក្រុមប្រជារាស្ត្រដែលមានយើងទាំងអស់គ្នាជាអ្នកបង្កើនផលពួកបារាំងជប៉ុនជាអ្នកជិះជាន់យើងហេតុនេះបើចង់ចេញផុតពីកំណែនពីការតោកយ៉ាកដោយសពថ្ងៃទាល់តែយើងចេះរួបរวมគ្នាទាមទារសេរីភាពសិទ្ធិឲ្យដូចស្រុកប្រជាធិបតេយ្យយោបល់លឹមមិនបានបំបត្តិការខ្វែងគ្នាទេសំឡេងថ្មេះតេះដៀលបានសាទរលេចលឺឡើងកុំមកផមិនជឿទេពិតជាត្រូវហើយតែធ្វើមកដេចកើតដេកទៅកុំធ្វើជាអ្នកប្រាជ្ញអីស្អែកចាំជជែកគ្នាទៀតកំណែនដំឡើងសរសៃក៏ដាក់គ្នាលាន់ខ្លាំងខុសធម្មតាជប៉ុនលឺស្មានតែគូលីរត់បានបាញ់កំភ្លើងទៅលើប្រាប់ពួកវាឲ្យប្រុងគូលីលឺសូរកំភ្លើងឈប់ជជែកគ្នាភ្លាមបានលូនវារត់ទៅរកកន្លែងដេកសំងំស្ងៀមស្ងាត់សូនឈឹងទាហានជប៉ុនបានរត់ស្រុលសំដៅមកឈ្ងោកមើលរបងលួសបន្លាមើលជុំវិញគ្មានអ្វីក៏ត្រឡប់ទៅយាមវិញ